បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំសាជាថ្មីម្ដងទៀតឱកាសនៃការឆែកឆ្នោតគឺនៅសល់រយៈពេលតែប៉ុន្មានថ្ងៃខាងមុខទៀតទេយើងនឹងដល់ថ្ងៃត្រូវដឹងពីលទ្ធផលនៃឆ្នោត DV របស់យើងជាប់ឬក៏ធ្លាក់ហើយខ្ញុំពិតជានឹកសំណោះខ្លួនឯងណាស់នៅក្នុងពេលដែលឆែកឆ្នោតដំបូងនៅដើមខែ5នេះបាទអារម្មណ៍នេះមិនទាន់នឹងរសាត់ឆ្ងាយពីខ្លួនឯងនៅឡើយទេព្រោះសូម្បីតែមកដល់ពេលនេះគឺខ្ញុំនៅមានអារម្មណ៍មួយថាដូចជាសុបិននៅឡើយទេហើយអាសុបិនហ្នឹងក៏វាមិនតាន់ទៅណាឆ្ងាយដែរពីព្រោះថ្ងៃមុនសោះនៅខ្មែរសោះហើយឥឡូវនេះមកដល់សហរដ្ឋអាមេរិកទាំងមិនដែលនឹកស្មានថាខ្លួនឯងនឹងបានមកដល់សហរដ្ឋអាមេរិកនេះមិនថាដោយអ្នកណាធានាមិនថាដោយតាមរយៈស្អីរឹតតែមិននឹកស្មានទៅទៀតតែថាមកដោយសារជាប់ឆ្នោតទាំងគ្រួសារបាទហើយរំភើបណាស់បាទរំភើបមែនទែនក៏ទៅវាកន្លងផុតទៅប្រហែលជា5ខែទៅហើយនៅពេលដែលខ្ញុំមកដល់សហរដ្ឋអាមេរិកនេះហើយការឆែកឆ្នោតនៅប្រហែលថ្ងៃខាងមុខនេះហើយខ្ញុំពិតជាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួបអារម្មណ៍នឹងដូចជាខ្ញុំដែរបាទប៉ុន្តែថ្ងៃនេះខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នានៅចំណុចមួយនៅពេលដែលរកឱកាសឆែកឆ្នោតមកដល់នេះគឺត្រូវប្រយ័ត្នប្រយែងដោយសារតែមានជនឆបោកមួយចំនួនហើយអ្នកដែលទទួលបានសារឆបោកនោះគឺជាអ្នកដែលខ្ញុំស្គាល់ចាស់ម្នាក់ទី2គឺជាកូនសិស្សដែលខ្ញុំធ្លាប់រៀនហែទឹកម្នាក់ពួកគាត់សុទ្ធតែទទួលបានអ៊ីមែលបោកនោះទាំងអស់អញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែប្រយ័ត្នចាំថាឆ្នោតទាំងអស់នេះមិនមានការផ្ដល់ជាដំណឹងមកឲ្យយើងនោះទេគ្រប់យ៉ាងគឺយើងចូលទៅឆែកនៅក្នុង website ដោយខ្លួនឯងនៅក្នុងអ៊ីមែលបោករបស់ពួក scammer អស់ទាំងនោះគឺវាបានផ្ញើប្រហែលជាវាចិត្តតែផ្ញើចូលទៅបាទចៃដន្យប៉ះគាត់ជាអ្នកលេងឆ្នោតឧទាហរណ៍ថាប៉ះគាត់ជាអ្នកលេងឆ្នោត DV ដែរស្រាប់តែមានអ៊ីមែលនោះគេផ្ញើមកថាយើងជាបេក្ខជនត្រូវបានជ្រើសរើសឆ្នោតឆ្នាំ2025-26អីចឹងណាតាមរដូវកាលណាអញ្ចឹងគេឲ្យយើងរៀបចំជាឯកសារបាទរៀបចំជាឯកសារមកហើយរៀបចំថវិកាថាអីទៅដើម្បីត្រៀមខ្លួនរត់ការរត់អីមកអាមេរិកនឹងអញ្ចឹងទៅបាទអញ្ចឹងរាល់ឆ្នោតទាំងអស់គឺទាមទារឲ្យយើងឧទាហរណ៍ថាការឆែកលទ្ធផលឆ្នោតខាងមុខនេះចុះអ្នកទាំងអស់គ្នាត្រូវតែចូលទៅឆែកដោយខ្លួនឯងយក confirmation number ឆ្នាំកំណើតតកូលដើម្បីយកទៅវាយនៅក្នុង website នោះអញ្ចឹងនៅពេលដែលវាយហើយវានឹងចេញលទ្ធផលមកហើយជាប់ធ្លាក់ selected ឬក៏អត់អញ្ចឹងអត់មានអ្នកណាផ្ញើអ៊ីមែលមកថាអ្នកឯងជាប់ឆ្នោតទេអត់មានអ្នកណាផ្ញើ message មកថាយើងជាប់ឆ្នោតហើយត្រូវបានជ្រើសរើសហើយទេអត់មានទេគឺយើងត្រូវតែចូលទៅឆែកដោយខ្លួនឯងជាប់ធ្លាក់គឺឃើញដោយខ្លួនឯងនៅក្នុង website អញ្ចឹងសូម្បីតែដំណើរការបន្តទៀតក៏ដោយក៏យើងត្រូវតែធ្វើដោយខ្លួនឯងដែរសូម្បីតែឆ្នាំដែលខ្ញុំជាប់នេះគឺការដាក់ថ្ងៃសម្ភាសក៏ទាមទារឲ្យយើងចូលទៅឆែកដោយខ្លួនឯងដែរអត់ដូចមុនទេថាគេផ្ញើអ៊ីមែលមកថាយើងត្រូវដាក់សម្ភាសនៅថ្ងៃនេះប៉ុន្តែឥឡូវនេះអត់ទេការដែលចំនួនខ្ញុំទឹកចំនួនខ្ញុំនេះឯងគឺយើងចូលទៅឆែកមើលដោយខ្លួនឯងថាយើងត្រូវបានដាក់សម្ភាសហើយនៅថ្ងៃណាម៉ោងប្រហែលញ៉េយើងត្រូវការធ្វើដោយខ្លួនឯងទាំងអស់វាអត់មានអ្នកណាមកអ៊ីមែលប្រាប់យើងតទៅទៀតទេអញ្ចឹងអ្នកទាំងអស់គ្នាកុំឲ្យចាញ់បោកគេឲ្យសោះណាដោយសារតែខ្ញុំដឹងថាខ្ញុំជាប់ឆ្នោតមករយៈនេះក៏ធ្វើឲ្យអ្នកដែលខ្ញុំស្គាល់មួយចំនួនក៏ពិតជាចាប់អារម្មណ៍ខ្លាំងមែនទែនទៅលើឆ្នោតអ្នកខ្លះក៏ដឹងហើយអ្នកខ្លះក៏គាត់មិនដឹងតតែសោះរហូតដល់តែខ្ញុំមកតាមរយៈជាប់ឆ្នោតទាំងគ្រួសារបែបនេះវាធ្វើឲ្យពួកគាត់ភ្ញាក់ផ្អើលហើយធ្វើឲ្យពួកគាត់ចាប់អារម្មណ៍ប៉ុន្តែស្របពេលដែលពួកគាត់ចាប់អារម្មណ៍ទៅលើឆ្នោតខ្ញុំមិនចង់ឲ្យពួកគាត់ចាញ់បោកគេទេដូចអាសារឬក៏អ៊ីមែលដែលខ្ញុំនិយាយមិនអញ្ចឹងនេះជារឿងកើតឡើងជាក់ស្ដែងទៅលើអ្នកដែលយើងស្គាល់ហើយមាន call ទៅទៀតបាទមាន call ទៅទៀត call និយាយជាអង់គ្លេសទៅទៀតបាទគឺគ្មានការធ្វើបែបនេះទេរាល់ការរត់ឯកសាររត់ការទាំងអស់ហ្នឹងគឺអត់មានការ call តាក់ទងមកបែបហ្នឹងទេតែចាំបាទបើមានគឺបោកហើយបាទបោកហើយប្រយ័ត្នប្រយែងអ្នកទាំងអស់គ្នាណាព្រោះការរត់ការមកនេះវាអស់លុយច្រើនណាស់បាទវាមិនតិចទេអញ្ចឹងខ្ញុំជូនពរឲ្យអ្នកទាំងអស់គ្នាណាឆែកមកដោយខ្លួនឯងណាឆែកខ្លួនឯង
ឃើញលទ្ធផលyou have been randomly selected អញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាសំណាងល្អនៅក្នុងការឆែកឆ្នោតហើយជៀសវាងការចាញ់បោកអ្នកដែលជាប់បោកអស់ទាំងនោះបានជៀសឲ្យឆ្ងាយណាប្រយ័ត្នប្រយែងហើយមានអ្វីដែលខ្ញុំអាចជួយបានឬក៏អាចសួរនាំអាចសួរបានហើយខ្ញុំក៏សូមបញ្ជាក់ដែរថាខ្ញុំមិនមែនជាអ្នកជំនាញរត់ការរត់ឯកសារឬក៏ធ្វើការនៅផ្នែកខាងអស់នឹងណាមួយទេប៉ុន្តែអ្វីដែលខ្ញុំនិយាយទៅគឺសុទ្ធតែជាបទពិសោធន៍នៃការឆ្លងកាត់ព្រោះដោយសារដូចខ្ញុំនិយាយចឹងវាហាក់ដូចជានៅថ្មីនៅឡើយនៅក្នុងខួរក្បាលរបស់យើងហាក់បីដូចជាថ្មីនៅឡើយមានអារម្មណ៍ថាហាក់ដូចជាសុបិននៅឡើយដែលវាមិនតន់រសាត់ទៅណាឆ្ងាយពីខ្លួនឯងទេប៉ុន្តែជាក់ស្ដែងគឺវាបានកន្លងទៅ 5-6 ខែបើគិតពីថ្ងៃឆែកឆ្នោតមកដល់ពេលនេះគឺ1ឆ្នាំបាត់ទៅហើយវាលឿនណាស់ហើយក្នុងកំឡុងពេលដែលយើងជាប់ហើយក៏ដោយក៏យើងត្រូវតែមើលអំពីលេខរៀងរបស់យើងដែរណាជៀសវាងដូចខ្ញុំនិយាយមុនចឹងលេខរៀងខ្ពស់10000ខ្ទង់10000អ្នកទាំងអស់គ្នាកុំសង្ឃឹមអីណាវាពិតជាអត់មានសង្ឃឹមទេបើ20000លើអីចឹងណាវាសង្ឃឹមតិចណាស់បាទបើមានរឿងអីប្រែប្រួលទៀតខ្ញុំក៏អត់ដឹងដែរប៉ុន្តែជាក់ស្ដែងលេខរៀងប៉ុណ្ណឹងមិនសង្ឃឹមទេប៉ុន្តែបើលេខរៀងទង់1000អូខេ fine good ដឹងតែមកហើយលេខរៀងខ្ទង់10000ស្ដើងអីក៏មានសង្ឃឹមដែរប៉ុន្តែកុំតន់លក់ទ្រព្យសម្បត្តិឲ្យសោះអ្នកទាំងអស់គ្នាទៅសិក្សាអំពីខ្លួនឯងសិនឲ្យបានលឿនទៀតទៅសិក្សាអំពីខ្លួនឯងទី1ខេសប៉ុណ្ណឹងអូខេទេក្នុងការមកទី2ឯកសាររបស់យើងមើលទៅថាអាចនឹងមានបញ្ហាអីអត់ទេគ្រប់គ្រាន់ហើយឬនៅបាទយើងសិក្សាអំពីខ្លួនឯងប៉ុន្តែបើគិតថាល្អហើយយើងសិក្សាគ្រប់ជ្រុងជ្រោយហើយបើគិតថាបើខ្ញុំរត់ទៅវាដឹងតែអូខេបើខ្វះខាតលុយយើងអាចរកខ្ចីគេឯងបាទកុំឲ្យតែខ្ទង់ 2-30000ស្រាប់តែប្រឹងទៅខ្ចីគេទាំងទៅលក់ដីលក់ផ្ទះលក់ឡានលក់ម៉ូតូលក់ទ្រព្យសម្បត្តិឈប់ធ្វើការអីកុំឲ្យសោះណាមានអ្វីធ្វើដដែលធ្វើធម្មតាចុះបាទហើយនឹងជាចុងក្រោយអត់មានអីទៀតទេបាទគាត់ថាផ្ដាំផ្ញើប៉ុណ្ណឹងហើយជូនពរអ្នកនរគ្នាសំណាងល្អ